ជំរាបសួរលោកគ្រូវីដេអូនេះខ្ញុំមកបង្ហាញអំពីបច្ចេក midterm ដែលធ្វើអំពី website ដែលប្រើ Angular គឺយើងប្រើ router ជាដំបូងយើងមាន website មួយដែលមាន component ជាច្រើនដែលខ្ញុំបង្កើតមកមានសំខាន់គឺមាន header navigation content គឺជា home ហើយនឹង footer ក្រៅពីនេះគឺមាន component ផ្សេងទៀតដែលយើងប្រើ router ដើម្បីសិនជាយើងចូលទៅមើលកន្លែង app.router.ts នេះយើង import component មកច្រើនណាស់ដែលមានឧទាហរណ៍ដូចជា home component ដែលយើងអាឡៃ home path នេះបើសិន redirect to បើសិនជា website បើកមកភ្លាមវានឹង load ទៅកាន់ home page នឹងភ្លាមកន្លែង put map នេះវាបើកឲ្យពេញបន្ទាប់មក path home នឹងមានន័យថាកន្លែង home នឹងគឺជា URL សម្រាប់ឲ្យយើងភ្ជាប់ទៅកាន់ HTML នៅពេលដែលយើងចុចវានឹងបើក component នឹងមកហើយចំពោះ component នឹងទៀតគឺយើងអាចដាក់ឆាលបាននៅក្នុងឆាល component ហ្នឹងមានន័យថាយើងអាចចូលទៅ component home នឹងហើយយើងអាចបើក component ផ្សេងទៀតយើងអាចដាក់ route outlet នៅក្នុង component home នឹងក៏បានទៀតកន្លែងនេះខ្ញុំ import មកមាន custom PC អីចឹងមកមានច្រើនមានឆាលបន្ទាប់មកយើងបើសិនជាយើងទៅមើលនៅក្នុង HTML វិញ header មួយចុះគឺមានដើម្បីចូលទៅកាន់ product មួយបានគឺយើងត្រូវមាន router link ហើយជាមួយនឹងឈ្មោះ URL របស់យើងដែលយើងដាក់នៅក្នុង router បើមិនជាយើងហើយចំពោះនៅក្នុង TS នេះគឺយើងត្រូវ import router link មួយទៀតដើម្បីឲ្យវាស្គាល់ជាមួយនឹង router link នេះបើមិនហើយយើងចុចនៅពេលដែលយើងចុច product វានឹងបើក component product ហ្នឹងឲ្យហើយចំពោះផ្សេងទៀតក៏ដូចគ្នាគឺ router link ហើយនឹង URL ហ្នឹងគឺជា URL ដែលយើងដាក់នៅក្នុងនេះដូចជា path make PC ចឹងមកយើងអាចយកទៅដាក់នៅក្នុង HTML បើមិនជាយើងទៅមើល website វិញទីហើយយើងមាន home កន្លែងហ្នឹងគឺយើងចូលលើ home មាន footer មាន container មាន product មាន slide ចឹងមកបើមិនជាយើងចុច product special វានឹង show តែ product special ហ្នឹងឯងចំពោះ header អីវាអត់មានផ្លាស់ប្ដូរទេ footer ក៏នៅដដែលវាមានន័យថាវាដូរតែ content នៅខាងក្នុងហ្នឹងឯងបើមិនជាយើងចុច product វានឹងចេញតែ product ចុច solution វាមាន solution គឺវាអត់មានចាំបាច់ reload page ទេគឺវា reload តែ route outlet ដែលវាចេញមកនៅក្នុងនេះឧទាហរណ៍ក្នុងហ្នឹងឧទាហរណ៍កន្លែងនេះគឺខ្ញុំមាន route 2ទៀតគឺខ្ញុំបង្កើត component category នេះមួយជាមួយនឹងមានproduct នេះមួយទៀតឧទាហរណ៍បើសិនជាខ្ញុំចុច PC build វានឹងចេញចុច laptop វានឹងចេញមានន័យថាកន្លែងនេះគឺ route មួយហើយកន្លែងនេះ route មួយទៀតអញ្ចឹង route មួយនេះបញ្ជា route កន្លែងនេះឲ្យផ្លាស់ប្ដូរ product ឧទាហរណ៍មានទិន្នន័យមកគឺអត់ចាំបាច់ reload page ទេកន្លែងនេះដូចគ្នាចុចមកគឺទិន្នន័យវាអត់ reload page ទេគឺវា reload តែ call ហៅ component កន្លែង product នេះយកមកវិញកន្លែងនេះដូចគ្នាដែរមានចំពោះកន្លែងនេះក៏យ៉ាងដែរមាន laptop គឺចំពោះ header ហ្នឹងហើយ navigation ហ្នឹងគឺអត់មាន reload ទេគឺនៅដដែលទាំងអស់វាផ្លាស់ប្ដូរតែចំពោះតែ content នេះទេមាន gaming ហ្នឹងមានអីផ្សេងទៀតមកមាន brand មាន container track about context compare to which
កន្លែងនេះដូចគ្នា login log out ចំពោះកន្លែងនេះគឺយើងអាចចុចចូលដែរចុចចូលទៅយើងមាន component មួយទៀត component កន្លែងនេះមួយជាមួយនឹង component បណ្ដាកន្លែងនេះមួយនៅពេលដែលយើងចុចកន្លែងនេះគឺវានឹងផ្លាស់ប្ដូរទិន្នន័យតែខាងស្ដាំនេះឲ្យម្ដងឯងចំពោះ category នេះគឺវាផ្លាស់ប្ដូរហើយក្នុង category និងបណ្ដាកហ្នឹងគឺវានៅក្នុង component របស់ home នឹងទៀតអញ្ចឹងមានន័យថា home ហ្នឹងគឺមានឆាលពីរគឺ category ជាមួយនឹងបណ្ដាកអញ្ចឹងអត់ចាំបាច់ reload header ហ្នឹងឬមួយក៏ footer ទេយើងចុចទៅគឺវាផ្លាស់ប្ដូរតែ product នេះទេចំពោះ video គឺអំពីបច្ចេក midterm ការប្រើ Angular ជាមួយនឹង router មានតែប៉ុណ្ណាអរគុណលោកគ្រូដែលបានទស្សនា